នេះគឺជាកាមេរ៉ា setting នៅលើ Samsung Galaxy S25 Ultra ដែលបងប្អូនយើងគួរតែយល់ដឹងបងប្អូនយើងចូលបើកកម្មវិធីកាមេរ៉ារបស់យើងមកបងប្អូនណាបាទអញ្ចឹងនេះគឺជា default setting របស់យើងតែម្ដងបាទអញ្ចឹងខ្ញុំសូមចូល setting ឲ្យបងប្អូនយើងបានមើលទាំងអស់គ្នាហើយយើងចាប់ផ្ដើមកំណត់ពីនឹងទៅទាំងអស់គ្នាបងប្អូនយើងអញ្ចឹងពីលើនឹង scan document and text ហ្នឹងបងប្អូនយើងបើកវាចេះមកបងប្អូនណា scan QR code ក៏បងប្អូនបើកទៅបាទអញ្ចឹង short suggestion ហ្នឹងបងប្អូនយើងគួរតែបិទបាច់បើកវាទេនេះកន្លែងសំខាន់បងប្អូនណា intelligent optimization កន្លែងនេះគឺខ្ញុំតែងតែធ្វើការដាក់វា minimum process បងប្អូនយើងបើអញ្ចឹងខ្ញុំអត់ចង់ឲ្យវា enhance រូបភាពយើងទេបើសិនជាបងប្អូនយើងដាក់ខាងលើហ្នឹងរូបភាពថតតែស្អាតបងប្អូនណា color ហ្នឹងវាលេចមកតែម្ដងបាទអញ្ចឹងបើសិនជាបងប្អូនយើងមានពណ៌ក្រហមអញ្ចឹងវាតឡើងក្រហមនេះខ្លាំងតិចប៉ុន្តែវាអត់ដូចក្រហមដែលយើងពាក់មែនទេអញ្ចឹងចង់និយាយអញ្ចឹងហើយបើថាពណ៌ទឹកក្រូចទៅវាតឡើងពណ៌ទឹកក្រូចហ្នឹងឲ្យខ្លាំងឲ្យ saturate ល្អអញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹងក៏ល្អដែរបងប្អូនយើងប៉ុន្តែវាអត់ដូចពណ៌ដែលវាពណ៌ពិតប្រាកដដែលបងប្អូនយើងមើលឃើញនៅភ្នែកអញ្ចឹងណាបងប្អូនយើងបើអញ្ចឹងខ្ញុំតែងតែដាក់វាមកកន្លែង minimum កាលណាបងប្អូនយើងដាក់មកចេះទៅឃើញនេះវាបាត់ហើយកន្លែង send optimizer ហ្នឹងបងប្អូនយើងអញ្ចឹងវាលែងមានហើយបើអញ្ចឹងការថតរូបហ្នឹងគឺ color ដូចធម្មជាតិយើងអញ្ចឹងបងប្អូនយើងបង្ហាញពណ៌ល្អអញ្ចឹងកុំភ្លេចមើលកន្លែងហ្នឹងផងបន្តមកទៀតហ្នឹងគឺបងប្អូនយើងទាញចុះក្រោមគេមើលកន្លែង watermark នេះបើសិនជាបងប្អូនយើងចង់បង្ហាញឈ្មោះយើងនៅលើរូបភាពហ្នឹងណាបងប្អូនយើងបើអញ្ចឹងយើងអាចដាក់បានបាទអញ្ចឹងដាក់ថា Mr. Bunli អញ្ចឹងទៅបាទឬក៏ចង់បង្ហាញ model ទូរស័ព្ទយើងក៏បានដែរពេលបងប្អូនយើងថតរូបទៅឧទាហរណ៍ណាបងប្អូនយើងបាទអញ្ចឹងឥឡូវខ្ញុំដាក់ Mr. Bunli មិញហ្នឹងអញ្ចឹងខ្ញុំថតទៅបងប្អូនឃើញណាអញ្ចឹងវាជាប់ logo Mr. Bunli នៅកន្លែងនេះបាទអញ្ចឹងអាហ្នឹងដើម្បីការពារកម្មសិទ្ធិបញ្ញាយើងមិនអញ្ចឹងណាបងប្អូនយើងត្រឡប់ទៅ setting វិញមកបងប្អូនយើងបាទអញ្ចឹងកន្លែងនេះដូចខ្ញុំនិយាយអញ្ចឹងបើថាចូលចិត្តដាក់ទៅបើថាមិនចូលចិត្តដោះចេញទៅតែខ្ញុំអត់ចូលចិត្តបានទេខ្ញុំដោះចេញអូខេនៅកន្លែង advanced នេះ picture option ហ្នឹងបងប្អូនយើងអាចធ្វើការរើសគេហៅថាថតពពុះ 8.265 បានឬក៏ថត 8.264 ក៏បានដែរបងប្អូនណាតាមហ្នឹងទៅបាទអញ្ចឹងកន្លែង promote and picture format ហ្នឹងបងប្អូនរើសតាមហ្នឹងកន្លែងយើងធ្វើការថត RAW ឬក៏ថត JPEG បងប្អូនណាអញ្ចឹងបើថាបងប្អូនយើងរៀនកាយគុណពណ៌យើងដាក់ RAW ទៅតែបើថាថតទូទៅធម្មតាប្រើ JPEG ទៅបងប្អូនណាឬក៏យើងអាចជំរើសគេហៅថា RAW ផង JPEG ផងក៏បានដែរ Save selfie as preview បើអញ្ចឹងកន្លែងហ្នឹងបើសិនជាបងប្អូនយើងចង់ឲ្យវាថតទៅវាឲ្យដូចយើងឃើញបងប្អូនយើងពាក់ព័ន្ធនឹងposition យើងកុំឲ្យវាប្រច្រាស់ចង់និយាយអញ្ចឹងបងប្អូនយើងអញ្ចឹងបងប្អូនយើងបើកកន្លែងហ្នឹងទៅណាបាទអញ្ចឹងបើក option មិញទៅដាក់ថា save វាឲ្យដូចអ្វីយើងឃើញបងប្អូនយើងកន្លែង auto fps ហ្នឹងបងប្អូនយើងចូលបិទវាទៅបាច់ឲ្យវា auto fps ទេបងប្អូនណាបាទអញ្ចឹងកន្លែងនេះគឺវានឹងធ្វើការឆ្លាស់ fps បងប្អូនយើងពេលបងប្អូនយើងថតវីដេអូក្នុងករណីណាម៉ាស៊ីនវា processing អត់បានណាបងប្អូនយើងអញ្ចឹងវាធ្វើការឆ្លាស់ frame rate យើងណានិយាយទៅបើថាវាពិបាកទៅវាតម្លាក់បន្តិចទៅ24 30 24 30កន្លែងទៅយើងអត់ចង់អញ្ចឹងទេយើងតម្លាក់វាមក off តែម្ដងទៅបើថាមានថាបើយើងចង់ថត30យើងមានកំណត់ frame rate 30 direct មកតែម្ដងបើថា60 មិនអញ្ចឹងយើងដោះចេញទៅបងប្អូនណានៅកន្លែង video stabilization នេះបើកទៅបងប្អូនយើងហើយ advanced video option ហ្នឹងគឺជាចំណុចបងប្អូនយើងត្រូវដឹងផងដែរចុចកន្លែងហ្នឹងទៅបើសិនជាបងប្អូនយើងចង់ថត log បងប្អូនណាអញ្ចឹង complete ប្រើអាលើនេះ 8.265 បងប្អូន high efficiency mode បាទអញ្ចឹងហ្នឹងយើងអាចធ្វើការ record log format កែគុណពណ៌ឡើងជាដើមឬក៏ HDR អញ្ចឹងទៅពេលបងប្អូនយើងដោះអានេះប្រើ most compatible ហ្នឹង Samsung អាចធ្វើការថត log format បានទេបាទអញ្ចឹងថតបានត្រឹមតែ 8.264 ធម្មតាបងប្អូនយើងលេងរកឃើញ log បងប្អូនឃើញ log mode ណាអញ្ចឹងវាធ្វើការបិទហើយបងប្អូនណាអញ្ចឹងបើចង់ធ្វើការថត log អញ្ចឹងប្រើនេះទៅ mic zoom កន្លែងហ្នឹងបងបិទក៏បានបើក៏បានដែរបងប្អូនយើងព្រោះវាមិនបានល្អណាស់ដែរប៉ុន្តែយើងបើកទៅក៏វាមិនចោលជាបញ្ហាដែរ 360 degree sound recording ខ្ញុំអត់ទេបងប្អូនមិនបាច់បើកទេអាកន្លែងនេះ audio playback អាហ្នឹងមានន័យថាបើសិនជាបងប្អូនបិទអញ្ចឹងបើសិនជាមានចម្រៀងដែលបងប្អូននឹងចាក់ចេញពី Spotify របស់បងប្អូនពីកម្មវិធីចាក់ចម្រៀងរបស់បងប្អូនហើយបងប្អូនបើកកាមេរ៉ាដែរណាហើយចង់ថតផងចង់ស្ដាប់ឮចម្រៀងផងណាអញ្ចឹងអាហ្នឹងជា setting ដែលយើងត្រូវការបើកបងប្អូនណាបើថាអត់ចង់ទេបិទទៅអាហ្នឹងមានន័យថាពេលបងប្អូនចុចថតវីដេអូចម្រៀងវា stop អូតូម៉ាទិកមកតែម្ដងណាបាទអញ្ចឹងត្រឡប់ទៅក្រោយវិញមក location យើងត្រូវការបើក composition guide បើកទៅណា tracking auto focus បើកទៅអូខេល្អតា setting ទាំងអស់ហ្នឹង shooting method ហ្នឹងគឺមិនអីទេ setting to keep បើកវាអស់មកកន្លែងនេះបងប្អូនយើងអត់អីទេបងប្អូនណាបើកទៅបាទហើយ permission ហ្នឹងគឺជាកន្លែងនេះទេ privacy ហ្នឹងទេមិនចាំបាច់ខ្វល់ហើយចង់ reset camera setting បើថាបងប្អូនយើង reset ខុសសំទោសកំណត់ខុសបងប្អូនយើងអញ្ចឹងយើងចុច reset មកបងប្អូនចុច reset ទៅវាត្រឡប់ទៅ camera scene យើងហើយណាទៅ default camera app យើងបងប្អូនយើងណា
ហ្នឹងហើយបើអញ្ចឹងនេះគឺជា setting នៅក្នុង Samsung Galaxy S25 24របស់បងប្អូនណាឬក៏26នៅពេលខាងមុខហ្នឹងបើអញ្ចឹងយើងកំណត់ទៅតាមហ្នឹងទៅបើអញ្ចឹងសង្ឃឹមបងប្អូនយើងចូលចិត្តជួបគ្នានៅឱកាសក្រោយបាយបាយ